ខ្ញុំចង់បដោតទៅលើរឿងទូនាទីរបស់អង្គការឋានកិច្ចការពីអ្នកប្រើប្រាស់ផ្ទាល់ដូចក្នុងចំណោមសហគ្រាសយើងផលិតដូចឥឡូវនេះយើងកំពុងតែមានកំណើននៅក្នុងការផលិតសហគ្រាសក្នុងស្រុកអញ្ចឹងប្រកាសជាយើងមានយន្តការមួយត្រួតពិនិត្យបន្ថែមដើម្បីធ្វើឲ្យតំណែងខ្មែរយើងដែលយើងផលិតបានហ្នឹងកាន់តែល្អកាន់តែមានទំនុកចិត្តតាមរយៈនៃយើងធ្វើបានល្អមានតកតទៅនឹងរឿងគុណភាពប៉ុន្តែនៅពេលដែលអគ្គនាយកដ្ឋានកិច្ចការពីអ្នកប្រើប្រាស់ចុះទៅជួបសហគ្រាសផ្សេងហ្នឹងរបៀបធ្វើការជាមួយគ្នាហ្នឹងយ៉ាងម៉េចដែរមានលក្ខណៈមួយថាសហគ្រាសដែលផលិតក្នុងស្រុកគាត់មានលក្ខណៈមួយភ័យខ្លាចឬក៏ជាលក្ខណៈបន្ទុចបង្អាក់នៅក្នុងសកម្មភាពក្នុងការផលិតរបស់គាត់ទៅវិញអ្វីជាផុសតាងដែលយើងអាចបង្ហាញថានៅក្នុងកិច្ចអគ្គនាយកដ្ឋានកិច្ចការពីអ្នកប្រើប្រាស់ហើយនិងសហគ្រាសផលិតក្នុងស្រុកធ្វើការជាមួយគ្នាដល់រលូនបាទសូមអរគុណចំពោះសំណួរនេះខ្ញុំគិតថាការជំរុញការប្រើប្រាស់ឬក៏គ្រប់គ្រងក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុកក៏ដូចជាគ្រប់គ្រងផលិតផលក្នុងស្រុកហ្នឹងគឺជាការងាររួមគ្នាដែលត្រូវការទទួលខុសត្រូវរួមគ្នាហើយចូលរួមទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ក៏លើកស្ទួយការប្រើប្រាស់ក្នុងស្រុកសម្រាប់អគ្គនាយកដ្ឋានក៏បបនៅពេលដែលយើងការងារដែលយើងធ្វើជាប្រចាំដោយជំរាបជូនបងស៊ីថាអញ្ចឹងគឺយើងតែងតែចុះទៅលើទីផ្សារពិនិត្យទៅលើប៉ារ៉ាម៉ែត្រមួយចំនួនទៅគុណភាពសុវត្ថិភាពហើយយើងនៅពេលហ្នឹងគឺយើងមន្ត្រីរបស់យើងចុះអប់រំណែនាំគាត់អំពីលក្ខខណ្ឌតម្រូវបច្ចេកទេសក៏ដូចជាបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ផ្សេងៗដែលគាត់ត្រូវតែអនុវត្តតាមបាទប៉ុន្តែជារួមគឺយើងធ្វើការជាមួយគាត់ដោយភាពស្និទ្ធស្នាលហើយនឹងគាត់យើងតែងតែប្រើយន្តការអប់រំចង់ថាម៉េចឲ្យផលិតផលក្នុងការផលិតកម្មក្នុងស្រុកហ្នឹងគាត់អាចចាប់នៅអ្វីដែលតម្រូវតាមច្បាប់ហើយគាត់អាចមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលពីក្រៅប្រទេសបាទបើសិនជាយើងមើលក្នុងសាធារណជនទាំងខ្ញុំទាំងបងប្អូនដែលកំពុងទស្សនានេះយើងជាអ្នកប្រើប្រាស់ទំនិញដែលចរាចរនៅក្នុងស្រុកខ្មែរយើងនៅក្នុងទីផ្សារហើយមានទំនិញនោះមានខ្លះយើងធ្វើបានយើងផលិតខ្លួនឯងហើយមួយទៀតនោះគឺយើងនាំចូលពីគេដែរយើងមើលតំណែងតំណនៅក្នុងការលើកកម្ពស់គុណភាពផលិតផលដើម្បីកសាងទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាហ្នឹងយើងធ្វើបែបណាដែរដែលមានលក្ខណៈបង្ហាញពីអគ្គនាយកដ្ឋានកិច្ចការពីអ្នកប្រើប្រាស់ក្រសួងពាណិជ្ជកម្មបាទអរគុណច្រើនសម្រាប់ហើយទូនទីភាគកិច្ចក៏ដូចជាការងារដែលយើងបានអនុវត្តមកសម្រាប់អគ្គនាយកដ្ឋានក៏បអគ្គនាយកដ្ឋានកិច្ចការពីអ្នកប្រើប្រាស់ឬការនឹងការប្រគល់បញ្ចេញហៅកាត់កបហ្នឹងគឺយើងហើយគាំពៀទាំងអស់សម្ដៅទៅលើមិនការពីផលប្រយោជន៍អ្នកប្រើប្រាស់ហើយតម្កល់ផលប្រយោជន៍អ្នកប្រើប្រាស់ជាធំអញ្ចឹងមានន័យថាផលិតផលនាំចូលផលិតផលក្នុងស្រុកគឺគាត់អ្នកដែលនាំចូលនិងអ្នកដែលផលិតគាត់ត្រូវមានកាតព្វកិច្ចធានាថាផលិតផលរបស់គាត់មានគុណភាពមានសុវត្ថិភាពនិងអាឡោមភាពសម្រាប់អ្នកប្រើប្រាស់អញ្ចឹងសម្រាប់កសិកម្មកបគឺយើងអនុវត្តដោយចូលលើដែនសមត្ថកិច្ចទៅលើទូនទីភាគកិច្ចដែលច្បាប់បកគលជូនដោយចូលលើគោលការណ៍ស្មារតីស្មោះត្រង់ហើយនឹងយុទ្ធធម៌ហើយមិនមានការរើសអើងទេទៅលើរវាងផលិតករក្នុងស្រុកនិងអ្នកនាំចូលសំខាន់គឺយើងតម្កល់ផលប្រយោជន៍អ្នកប្រើប្រាស់ជាធំតែម្ដងហើយសម្រាប់ការងារកបយើងគឺយើងក៏បានគិតគូរអំពីផលិតករក្នុងស្រុកដែរអញ្ចឹងអ្វីដែលយើងធ្វើជាប្រចាំគឺយើងមានការអប់រំមានការណែនាំមានការអញ្ជើញគាត់មកដើម្បីជំរាបគាត់អំពីបទបញ្ញត្តិផ្សេងដែលយើងត្រូវធ្វើតាមព្រោះយើងដឹងហើយផលិតករក្នុងស្រុកយើងគាត់នឹងទូចខ្លះមធ្យមអញ្ចឹងសម្រាប់ធនធានរបស់គាត់នៅមានកម្រិតឧទាហរណ៍ត្រូវការទីប្រឹក្សាអ្នកច្បាប់ឯគាត់ពិបាកអញ្ចឹងឬក៏ទីប្រឹក្សាផ្នែកបច្ចេកទេសក្នុងការផលិតគុណភាពផ្នែកគុណភាពសុវត្ថិភាពគាត់ពិបាកអញ្ចឹងគាត់អាចមកប្រឹក្សាជាមួយនឹងអគ្គនាយកដ្ឋានកបបានអញ្ចឹងកបដើរតួនាទីមិនមែនជាធម្មតាជាអ្នកអនុវត្តច្បាប់ទេប៉ុន្តែជាអ្នកផ្ដល់ទីប្រឹក្សាផ្នែកផ្សេងជូនគាត់ទៀតបាទជាទូទៅគាត់តែងតែមកទទួលកិច្ចសហប្រតិបត្តិការទេព្រោះបើសិនជាយើងមើលភាពច្បាស់លាស់ទូនទីរបស់អគ្គនាយកដ្ឋានកិច្ចការពីអ្នកប្រើប្រាស់ហ្នឹងមានសិទ្ធិប៉ុណ្ណាមានវិសាលភាពប៉ុណ្ណាក្នុងការត្រួតពិនិត្យទំនិញនៅលើទីផ្សារហ្នឹងហើយមានសិទ្ធិបែបណានៅក្នុងការទៅពិនិត្យកន្លែងផលិតទំនិញរបស់សហគ្រាសនៅក្នុងប្រទេសកម្ពុជាដូចខ្ញុំបានបញ្ជាក់ពីដើមមកពេលដែលយើងនិយាយថាយើងគ្រប់គ្រងផលិតផលក្នុងស្រុកក៏ដូចជាសិប្បកម្មហ្នឹងប្រហែលជាត្រូវការពាក់ព័ន្ធផ្នែកច្រើនប៉ុន្តែសម្រាប់ការហាងកបយើងគឺយើងត្រួតពិនិត្យផលិតផលនៅលើទីផ្សារហើយជាមួយនឹងក្នុងករណីមានបញ្ហាចំណុចនេះមានបញ្ហានៅលើទីផ្សារយើងតែងតែធ្វើកិច្ចសហការជាមួយភាគីផ្សេងដើម្បីឲ្យ
តាមដានត្រឡប់ថយក្រោយថាតំណែងហ្នឹងផលិតនៅណាអីណាហ្នឹងគឺយើងត្រូវការកិច្ចអាសាការពីស្ថាប័នពាក់ព័ន្ធផ្សេងៗ